សិក្សាចំណេះដឹងដើម្បីកើតប្រយោជន៍ចាត់ទោសស្តម្ភអប់រំមានន័យថាការអប់រំដោយសសរគ្រឹះក្នុងជីវិតមាន4យ៉ាងរៀនដើម្បីចំណេះដឹងគឺសិក្សារៀនសូត្រដើម្បីឲ្យមានចំណេះដឹងក្នុងខ្លួន2រៀនដើម្បីចេះធ្វើគឺរៀនចេះហើយត្រូវអនុវត្តទ្រឹស្ដីឲ្យបានត្រឹមត្រូវ3រៀនដើម្បីឲ្យមានសីលធម៌ល្អគឺត្រូវធ្វើជាមនុស្សល្អនិងជាគំរូគេ4រៀនដើម្បីចេះរស់នៅជាមួយគ្នាគឺត្រូវរស់នៅចុះសម្រុងជាមួយអ្នកដទៃសុភាវថោសុភាវថោមានន័យថាជាក្រិតក្រមច្បាប់វិន័យអប់រំដើម្បីឲ្យមនុស្សមានដំណើរក្នុងភាពជាមនុស្សល្អប្រពៃប្រសើរហើយសុភាវថោចែកចេញជា3គឺសុជីវធម៌សីលធម៌និងគុណធម៌សីលធម៌គឺសំដៅយកការប្រតិបត្តិអំពីសុចរិតតាមកន្លងធម៌អាកប្បកិរិយាសមរម្យដែលសង្គមទទួលស្គាល់ដូចនេះមនុស្សត្រូវមានសីលធម៌ចរិយាធម៌សុជីវធម៌គោរពច្បាប់ប្រកាន់ខ្ជាប់អ្វីជាកុសលដើម្បីរួមរស់ក្នុងសង្គមមួយប្រកបដោយសុវត្ថិភាពនិងវឌ្ឍនភាពសុជីវធម៌មានន័យថាសេចក្តីថាការរស់នៅល្អមានរបៀបរៀបរយចេះគួរសមក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃជាដើមសុជីវធម៌និយាយឲ្យខ្លីគឺការរស់នៅល្អមានការគោរពច្បាប់ជាដើមគុណធម៌គុណធម៌មានន័យថាជាការប្រព្រឹត្តអំពើល្អប្រសើរចំពោះអ្នកដទៃដែលជាអំពើនាំមកនូវភាពចម្រុងចម្រើនកាន់តែច្រើនដែលគេផងទាំងឡាយគោរពកោតសរសើរហើយក៏មានទឹកចិត្តកតញ្ញូចង់តបស្នងធ្វើនៅអំពើល្អនោះត្រឡប់ទៅវិញបន្ថែមបន្តទៅទៀតដោយទឹកចិត្តជ្រះថ្លាពីក្នុងចិត្តក្នុងបេះដូងរបស់គេគុណធម៌គឺជាដំណើរប្រព្រឹត្តអំពើល្អរបស់មនុស្សចំពោះពលរដ្ឋដទៃទៀតក្នុងសង្គមដូចជាសង្គមគ្រួសារសង្គមការងារសង្គមជាតិសង្គមព្រះពុទ្ធសាសនាជាដើមវប្បធម៌វប្បធម៌មានន័យថាការផ្សំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើនដោយវិទ្យាឬដោយសិល្បៈផ្សេងៗជាដើមឬនិយាយរួមឲ្យខ្លីវប្បធម៌គឺជារបៀបរបបរស់នៅរបស់មនុស្សក្នុងសង្គមអរិយធម៌អរិយធម៌គឺសំដៅដល់ធម៌ទាំងឡាយណាដែលជាសុភាពតម្លៃការរីកដុះដាលក៏ប្រសើរខ្ពង់ខ្ពស់រុងរឿងថ្លៃថ្នូរជួនកាលអរិយធម៌សំដៅដល់យកកម្រងសង្គមភាពកម្រងមតិគំនិតជំនឿសាសនាប្រពៃណីទំនៀមទម្លាប់វិជ្ជាសយង់ទស្សនវិជ្ជាសិល្បៈបច្ចេកទេសឧបករណ៍ប្រើប្រាស់ដែលធ្វើឲ្យសង្គមល្អលូតលាស់រីកចម្រើនខ្ពង់ខ្ពស់ថ្លៃថ្នូរឆ្ពោះទៅរកគោលដៅជាឧត្តមគតិសង្គមធម៌សង្គមធម៌គឺជាធម៌ទាំងឡាយណាដែល
ទ្រទ្រង់ការរស់នៅរបស់មនុស្សនិងបណ្ដោះសេចក្តីសុខរបស់មនុស្សជាតិតាមរយៈគ្រឿងសម្ភារៈប្រដាប់ប្រើប្រាស់បច្ចេកទេសបង្កើតផលឬតាមវិធីរៀបចំសង្គមមនុស្សដូចជាសេដ្ឋកិច្ចសង្គមគិច្ចនយោបាយឬតាមស្ថាប័នផ្សេងៗសង្គមធម៌គឺជាវិធានទាំងឡាយដែលជាវិធីការពាររៀបចំសង្គមមនុស្សឲ្យមានទម្រង់ច្បាស់លាស់និងមានលក្ខណៈច្បាស់លាស់ធ្វើឲ្យមនុស្សរស់នៅសុខស្រួលប្រកបដោយគ្រឿងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់យុត្តិធម៌មានន័យថាភាពមិនលំអៀងប្រព្រឹត្តទៅដោយមានសច្ចធម៌គឺការធ្វើឲ្យបុគ្គលគ្រប់រូបមានការស្មើភាពគ្នាឬក៏ការបែងចែកភាពច្បាស់លាស់មិនវាចវេរកខុសរកត្រូវជូនបុគ្គលទាំងអស់គ្នាឲ្យមានភាពអស់ចិត្តនិងរកយុត្តិធម៌ជូនដល់ពួកគាត់ដោយពេញចិត្តសីលធម៌មានន័យថាដំណើរវាចាកអំពើអាក្រក់ការប្រព្រឹត្តល្អមាន4យ៉ាងសីលធម៌ក្នុងខ្លួនគឺមានកាយវាចានិងចិត្តល្អក្នុងខ្លួនសីលធម៌ក្នុងវិជ្ជាជីវៈគឺការមានឥរិយាបថល្អក្នុងការងារសីលធម៌ក្នុងគ្រួសារគឺមានការគោរពអូនលំទោនល្អក្នុងគ្រួសារសីលធម៌ក្នុងសង្គមគឺមានការប្រព្រឹត្តល្អទៅក្នុងសង្គមជាតិសីលធម៌ក្នុងពិភពលោកគឺមានសីលធម៌ជាមនុស្សនៅក្នុងពិភពលោកទាំងអស់នេះហើយគឺជាចំណេះដឹងដែលយើងទាំងឡាយគួរតែសិក្សារៀនសូត្រគួរតែស្ដាប់ដើម្បីស្វែងយល់អំពីសច្ចធម៌អរិយធម៌សង្គមធម៌និងមនុស្សធម៌ជាដើមដែលយើងគួរសិក្សាគួរស្រាវជ្រាវ